ក្នុងមួយជីវិតរបស់យើងអាចឃើញក្បួនដ៏អស្ចារ្យនេះប្រហែលដងទៅនេះគឺជាក្បួនដង្ហែព្រឹត្តិការណ៍នគរសង្ក្រាន្តគឺជាក្បួនដ៏ធំមួយនៅក្នុងព្រឹត្តិការណ៍ទាំងមូលតែម្ដងអាចនិយាយបានថានៅតាមក្បួននីមួយៗមានការបង្ហាញតាមផែននីមួយៗដោយផែនខ្លះជាផែនបែបបុរាណផែនខ្លះជាបែបសហសម័យបែបសម័យក៏មានដែរហើយឃើញថានៅល្ងាចនេះគឺមានពុកម៉ែបងប្អូនគាត់បានអញ្ជើញចូលរួមលេងច្រើនក៏ខ្លាំងមែនទែនហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់អត់ទាន់បានអញ្ជើញចូលរួមពួកគាត់អាចអញ្ជើញមកនៅថ្ងៃទី18ខែមេសាខាងមុខនេះបានដោយទីកន្លែងនៃកម្មវិធីដង្ហែក្បួននគរសង្ក្រាន្តនេះគឺមានទីតាំងនៅខាងមុខវត្តអណាឡោមនៅវេលាម៉ោង6ល្ងាចដដែលអញ្ចឹងជួបគ្នាថ្ងៃនោះណាអរគុណជួបជុំគ្នាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញពីថ្ងៃទី14ដល់19ខែមេសាឆ្នាំ2026